ណាគេខ្លះដាច់លុយចូលចិត្តញ៉ាំពងទាប្រៃមកស្ដាប់រឿងនេះប្រវត្តិរបស់ពងទាប្រៃគឺកើតឡើងនៅរាជការថាងប្រទេសចិនគឺសតវត្សទី7នេះមានបរិសម្នាក់គាត់ចិញ្ចឹមទាបានរើសពងទានឹងច្រើនមែនតើប៉ុន្តែគាត់ដឹងថាពងយកធ្វើអីអស់ទេដោយសារវាច្រើនពេកចឹងគាត់ក៏បែកកំណត់នឹកឃើញថាភូមិរបស់គាត់នឹងគឺបានធ្វើជាត្រីហាលហើយយកត្រីនឹងមកត្រាំជាមួយនឹងទឹកអំបិលហើយតមកផ្អាប់ទុកត្រីនឹងចឹងគាត់បានគិតថាអូបើសិនជាគាត់យកពងទានឹងយកទៅជ្រលក់ជាមួយអំបិលហើយតមករុំជាមួយនឹងខ្សាច់ឬក៏ផេះហើយទុកវាមើលតើរសជាតិយ៉ាងម៉េចដែរមួយខែក្រោយមកទៀតគាត់បានយកពងទានឹងយកមកស្ងោរគាត់បានគោះទៅឃើញថាពងទានឹងពិតជាមានរសជាតិឈ្ងុយឆ្ងាញ់មែនជាពិសេសកន្លែងអាក្រហមមានហ្នឹងគឺបើកមកជាតិរលោងហើយមានជាតិប្រេងរសជាតិគឺដិតជាងពងមាន់ធម្មតាឬក៏ពងទាធម្មតាតែមិនតែរឿងនីតិនោះអត់តន់ចប់ត្រឹមប៉ុណ្្នឹងទេដាច់មួយនៅក្នុងរាជការថាងហ្នឹងគឺគាត់ចូលចិត្តគយគុណព្រះច័ន្ទមែនតែនហើយគាត់នៅក្នុងចិត្តថាតើព្រះច័ន្ទហ្នឹងរសជាតិយ៉ាងម៉េចបើសិនជាបានភ្លក់លេងឯងប៉ុន្តែព្រះរាជានឹងគឺគាត់ពិតជាចូលចិត្តគយគុណព្រះច័ន្ទខ្លាំងហើយគាត់គិតថាព្រះច័ន្ទនឹងគឺជាសញ្ញាមួយនៃការនាំសំណាងមកដល់ប្រទេសជាតិគាត់បានដឹងពីពងទាប្រៃដែលមានរូបរាងដូចជាព្រះច័ន្ទហ្នឹងគាត់ក៏បានយកពងទាប្រៃហ្នឹងយកមកដាក់នៅកណ្ដាលនំលោកខែដែលតំណាងឲ្យការនាំសំណាងអញ្ចឹងនំលោកខែនិងពងទាប្រៃហ្នឹងគឺដូចជាព្រះច័ន្ទនៅលើមេឃអញ្ចឹងគេដាក់ពងទាប្រៃគឺតំណាងឲ្យព្រះច័ន្ទនឹងឯងពងទាប្រៃហ្នឹងមិនមែនឈ្មោះពងទាប្រៃទេជំនាន់មុនគឺគេហៅថា Moon Egg អញ្ចឹងបើសិនបកជាខ្មែរទៅអាចនិយាយបានថាពងព្រះច័ន្ទអាក្រហមហ្នឹងគឺតំណាងឲ្យព្រះច័ន្ទតែម្ដង